តើអ្នកជឿទេនៅលើពិភពលោកមានប្រទេសមួយដែលបន្ទប់សណ្ឋាគារត្រូវបានសាងសង់នៅលើទឹកសមុទ្រពណ៌ខៀវថ្លាហើយអ្នកអាចមើលឃើញត្រីហែលក្រោមបន្ទប់របស់អ្នកកន្លែងនេះត្រូវបានគេចាត់ទុកថាជាឋានសួគ៌នៃសមុទ្រនិងជាគោលដៅដែលមនុស្សជាច្រើនស្រមៃចង់ទៅម្ដងក្នុងជីវិតថ្ងៃនេះយើងនឹងស្វែងយល់អំពីម៉ាល់ឌីវម៉ាល់ឌីវគឺជាប្រទេសកោះមួយស្ថិតនៅមហាសមុទ្រឥណ្ឌាភាគនិរតីនៃប្រទេសឥណ្ឌានិងស្រីលង្កាប្រទេសនេះមានកោះតូចៗជាង 1000 កោះដែលបែងចែកជាច្រើនក្រុមកោះមានតែកោះមួយចំនួនប៉ុណ្ណោះដែលមានប្រជាជនរស់នៅខណៈកោះជាច្រើនទៀតត្រូវបានអភិវឌ្ឍជារមណីយដ្ឋានទេសចរណ៍តើអ្នកធ្លាប់ឆ្ងល់ទេហេតុអ្វីទឹកសមុទ្រនៅម៉ាល់ឌីវមានពណ៌ខៀវថ្លាខ្លាំងមូលហេតុគឺទឹកសមុទ្រនៅទីនេះស្អាតមានខ្សាច់ពណ៌សនិងថ្មប៉ប្រះទឹកជាច្រើនដោយសារមិនសូវមានដីភក់លាយក្នុងទឹកពន្លឺព្រះអាទិត្យអាចឆ្លុះចូលទឹកបានយ៉ាងច្បាស់ដែលធ្វើឲ្យទឹកមានពណ៌ខៀវដ៏ស្រស់ស្អាតអ្វីដែលធ្វើឲ្យម៉ាល់ឌីវល្បីល្បាញជាងគេគឺបន្ទប់ស្នាក់នៅដែលសាងសង់នៅលើទឹកពីបន្ទប់អ្នកអាចមើលឃើញសមុទ្រគ្រប់ទិសហើយខ្លះមានជណ្ដើរចុះទៅហែលទឹកបានភ្លាមនេះជាបទពិសោធន៍ដែលភ្ញៀវទេសចរជាច្រើនចង់សាកល្បងម៉ាល់ឌីវគឺជាស្ថានសួគ៌សម្រាប់អ្នកចូលចិត្តមុជទឹកនៅក្រោមសមុទ្រមានផ្កាថ្មចម្រុះពណ៌ត្រីត្រូពិកអណ្ដើកសមុទ្រនិងត្រីឆ្លាមប្រភេទដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្សជីវៈចម្រុះទាំងនេះធ្វើឲ្យម៉ាល់ឌីវក្លាយជាកន្លែងមុជទឹកដ៏ល្បីលើពិភពលោកទោះបីជាស្រស់ស្អាតក៏ដោយម៉ាល់ឌីវកំពុងប្រឈមនឹងបញ្ហាធំមួយដោយសារកម្ពស់ដីទាបនិងការកើនឡើងនៃកម្ពស់ទឹកសមុទ្របណ្ដាកោះមួយចំនួនអាចរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនាពេលអនាគតនេះជាហេតុផលដែលការអភិរក្សបរិស្ថាននិងការកាត់បន្ថយការបំពុលមានសារៈសំខាន់ណាស់ប្រសិនបើអ្នកចូលចិត្តសមុទ្រស្ងប់ស្ងាត់ទឹកថ្លានិងការសម្រាកលំហែកាយម៉ាល់ឌីវគឺជាគោលដៅដ៏អស្ចារ្យមិនថាជាដំណើរកម្សាន្តជាមួយគ្រួសារមិត្តភ័ក្តិឬក្រេបទឹកឃ្មុំកន្លែងនេះតែងតែផ្ដល់បទពិសោធន៍ដែលពិបាកបំភ្លេចបើអ្នកមានឱកាសតើអ្នកចង់ស្នាក់នៅបន្ទប់លើទឹកនៅម៉ាល់ឌីវដែរឬទេសូមខមមិនប្រាប់ខ្ញុំផងបើអ្នកចូលចិត្តវីដេអូបែបស្វែងយល់ពីកន្លែងអស្ចារ្យជុំវិញពិភពលោកសូមចុច Like Subscribe និង Share ដើម្បីគាំទ្រ Channel របស់យើងសូមអរគុណហើយជួបគ្នានៅវីដេអូបន្ទាប់